ប្រវត្តិសាស្ត្រនៃប្រទេសមួយចំនួនតែងតែមានស្លាកស្នាមបង្កការឈឺចាប់ចំពោះគ្នាដែលនៅតែចងចាំនិងរក្សាទុកគំនុំចាស់ពីអតីតកាលការឈ្លានពានការបាត់បង់ទឹកដីការសម្លាប់រង្គាលប៉ុន្តែការប្រែក្លាយគំនុំមកជាការពង្រឹងខ្លួនឲ្យមាំដើម្បីកុំឲ្យជាន់ដានឈឺចាប់ម្ដងទៀតជាជាងដេកអបតែគំនុំមិនព្រមលេងឬមិនព្រមរៀនសូត្រពីអតីតកាលរងចាំតែថ្ងៃមួយថានឹងបានសងសឹកទាំងនេះស្មើនឹងយកប្រទីទាំងមូលពូនធ្វើជាភ្នំភ្លើងកំហឹងការស្អប់និងគំនុំចាស់ៗដែលបានរក្សាទុកនៅក្នុងមនសិការពីជំនាន់មួយទៅជំនាន់មួយនៅពេលដល់កំណត់ក៏បំផ្ទុះឡើងតាមរយៈវិបត្តិសេដ្ឋកិច្ចឬការផ្លាស់ប្ដូរអំណាចប្រទេសក៏ចាប់ផ្ដើមញ៉ាំញីទៅដោយភ្លើងសង្គ្រាមឡើងវិញអាមេរិកវៀតណាមមានគំនុំប្រវត្តិសាស្ត្រដែលកាលនោះមានការសម្លាប់រង្គាលត្បិតថាវាពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយប៉ុន្តែវាជាគំនុំដែលមិនអស់ចិត្តទាល់តែសោះខណៈអាមេរិកសឹងតែនៅម្ខាងផែនដីពីវៀតណាមបែរជាលើកទ័ពមកវាយវៀតណាមស្លាប់យ៉ាងរង្គាលអាមេរិកជប៉ុនទម្លាក់គ្រាប់បែកនុយក្លេអ៊ែរស្លាប់ប្រជាជនជប៉ុនរាប់សែននាក់រហូតបច្ចុប្បន្នជប៉ុននៅតែអភិរក្សរណ្ដៅគ្រាប់ទុកឲ្យកូនចៅជប៉ុនបានចងចាំចិនជប៉ុនចិនពិតជានៅចងចាំយ៉ាងជ្រាលជ្រៅពីសម័យអាណានិគមការបាត់បង់ទឹកដីការឈ្លានពានរបស់ជប៉ុនជាដើមកូរ៉េខាងជើងអាមេរិកបូកកូរ៉េខាងត្បូងអ្នកសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រសកលគួរតែចងចាំពីសង្គ្រាមកូរ៉េ1950ទៅ1953ជាសង្គ្រាមបំផ្លិចបំផ្លាញយ៉ាងធំកម្ពុជាវៀតណាមអតីតកាលអាណានិគមសង្គ្រាមអស្ថិរភាពផ្ទៃក្នុងកម្ពុជាក្រោមត្រូវបានកាត់ផ្តាច់ដោយផ្ទុយពីច្បាប់អន្តរជាតិប្រជាជនកម្ពុជាក្រោមត្រូវបានសម្លាប់យ៉ាងសាហាវព្រៃសៃនៅមានប្រទេសជាច្រើនទៀតទាំងអស់នេះសុទ្ធតែជាគំនុំប្រវត្តិសាស្ត្រប៉ុន្តែតើក្នុងចំណោមនោះមានប្រទេសណាខ្លះដែលកំពុងតែច្នៃខ្លួនឯងឲ្យคล้ายទៅជាគ្រាប់បែកពេលវេលាដែលនឹងផ្ទុះឡើងឬនឹងសងសឹកនៅថ្ងៃណាមួយប្រវត្តិសាស្ត្រគឺជាការរៀនសូត្រដើម្បីពង្រឹងខ្លួនឲ្យរឹងមាំជានិរន្តរភាពការអភ័យទោសការផ្សះផ្សាយនិងការសម្លឹងទៅមុខជារឿយៗវាសំខាន់ជាងការរក្សាទុកគំនុំចាស់ដើម្បីតែសងសឹកកុំឲ្យដោយពាក្យអ្នកស្រុកនិយាយថាខ្លួនក្រីក្រងើបមុខមិនរួចប៉ុន្តែបានដេកអោបគំនុំយងបើគ្រាន់តែដើរក៏ដោះជំហានមិនទាន់គេផងនោះការសងសឹកឬការសាររឿយយករបស់ដែលខ្លួនបាត់ឲ្យត្រឡប់មកវិញវាគ្រាន់តែជាចក្ខុវិស័យអរូបប្រវត្តិសាស្ត្រមិនមែនដើម្បីចងគំនុំសងសឹកទេវាគឺជាការរៀនសូត្រដើម្បីពង្រឹងខ្លួនឲ្យមាំរីឯបញ្ហាប្រឈមបច្ចុប្បន្នគឺជារឿងដែលត្រូវធ្វើនិងធ្វើឲ្យអស់ពីសមត្ថភាពដើម្បីកុំឲ្យកើតមាននៅប្រវត្តិសាស្ត្រឈឺចាប់សម្រាប់កូនចៅទៅជំនាន់ក្រោយៗទៀត